បាទបងប្អូននេះគឺជាម៉ាស៊ីន Solder Laser ខ្នាត150វ៉ាត់ហើយចំពោះទំហំធ្វើការដល់ទៅ1ម៉ែត្រ2ម៉ែត្រ2អញ្ចឹងគឺថាយើងអាចយកទៅកាត់ជាមួយនឹងអាកាលីកក៏បានកាត់กระดาษឬក៏យើងកាត់ស្បែកក៏បានដែរឬក៏យើងយកទៅកាត់ឈើស្ដើងក៏បានដែរបងប្អូនប្រភេទ MDF ឬក៏ប្រភេទឈើដែលស្ដើងគឺថាយើងអាចប្រើបានในពួក Solder សម្រាប់ spec នេះគឺយើងប្រើដូចម៉ាស៊ីនដែលយើងយកមកពីក្រៅអញ្ចឹងនេះគឺជាម៉ាស៊ីនដែលយើងដំឡើងហើយសម្រាប់ការប្រើប្រាស់គឺយើងប្រើជា USB ក៏បានអញ្ចឹងប្រើជាការ connect ទៅកាន់ computer ក៏បាននិង network ក៏បានត្រជាក់គឺយើងប្រើ CW 5200អញ្ចឹងអានេះគឺជាធុងដែលមាន compressor សម្រាប់មួយឈុតនេះគឺយើងមានឲ្យទាំងអស់មានដូចជាបូមក្លិនហើយជាមួយនឹង filter សម្រាប់សម្អាតទៅលើការកាត់ទៅលើប្រព័ន្ធភ្លើងគឺយើងប្រើជា disjunction ដើម្បីនៅក្នុងការភ្ជាប់ហើយយើងក៏មាន emergency ដើម្បីផ្ដាច់នៅពេលដែលបងប្អូនគិតថាយើងចង់ផ្ដាច់ភ្លើងបន្ទាន់នៅហ្នឹងអញ្ចឹងជាទូទៅម៉ាស៊ីនគឺគេតែងតែដាក់វាព្រោះវាជាកន្លែងការពារ emergency stop អញ្ចឹងកុងតាក់គឺយើងមានកុងតាក់ភ្លើងកុងតាក់ controller ប្រព័ន្ធហើយនិងកុងតាក់ភ្លើង laser ទាំងមូលអញ្ចឹងអានេះគឺជាខ្នាត150វ៉ាត់អញ្ចឹងបងប្អូនដែលស្គាល់ក៏ដឹងហើយ150វ៉ាត់គឺវាធំភ្លើងខ្លាំងប៉ុន្តែទៅលើ spec ដែលយើងតម្លើងនេះអញ្ចឹងយើងអត់ដាក់ជាមួយនឹងអំពូល Rexy ទេអញ្ចឹងបើសិនជាក្នុងករណីបងប្អូនយកអំពូល Rexy តម្លៃវាថ្លៃជាងអ្វីដែលយើងកំពុងតម្លើងនេះអញ្ចឹងសម្រាប់ម៉ាស៊ីននេះតម្លៃត្រឹមតែ2000ជាងទេអញ្ចឹង2000ជាងគឺយើងបានខ្នាតរហូតដល់ទៅ1ម៉ែត្រ2 1ម៉ែត្រ2ឥឡូវនេះខ្ញុំនឹងធ្វើការតេស្តកាត់ជាមួយនឹងអាកាលីក5លីនិង3លីអញ្ចឹងសម្រាប់ការកាត់អាកាលីក5លីគឺយើងអាចកាត់តែម្ដងដាច់ក៏បានដែរអញ្ចឹងអាស្រ័យទៅលើយើងសេរី speed ទៅលើការប្រើប្រាស់ laser ជាទូទៅគឺថា focus សំខាន់មែនតើព្រោះការដែលយើង focus ត្រូវគឺកម្ពស់របស់វាហ្នឹងគឺអាចកាត់ដាច់បានយ៉ាងស្អាតតែបើសិនជា focus ស្ទើរវាអាចរីកមុខរីកអីចឹងទៅអញ្ចឹងអានេះជាចំណុចសំខាន់មែនតើហើយទៅលើការប្រើប្រាស់ OD គឺស្រួលមែនតើបងប្អូនគ្រាន់តែចុច origin ទៅ origin ហ្នឹងគឺថាដាក់ប៉ក់ច្រឡំ orange ហ្នឹងពណ៌ម៉ាស៊ីនហ្នឹងអញ្ចឹងគឺចុច origin តំណាងទីតាំងចាប់ផ្ដើមតែម្ដងហើយកន្លែងដែលយើងចង់ start ពីមុខទៅក្រោយឬក៏ពីលើមកក្រោមអាហ្នឹងគឺយើងកំណត់នៅក្នុងកម្មវិធីនៅលើកុំព្យូទ័រហើយទៅលើការសេរីតទៅនឹងការប្រើប្រាស់គឺខាងខ្ញុំមានបរិញ្ញាបត្របងប្អូនទៅលើការប្រើប្រាស់បន្ទាប់ពីការទិញគឺយើងអត់ចោលទេទៅលើការបរិញ្ញាបត្រហើយមែនតើទៅយើងអាចរៀនបរិញ្ញាបត្រខ្លះទៅលើការ maintenance ទៀតព្រោះវាជារឿងសំខាន់នៅពេលដែលបងប្អូនត្រូវខូចតិចតួចអីហ្នឹងគឺយើងអាចធ្វើដល់ខ្លួនឯងអញ្ចឹងគឺខ្ញុំផ្ដោតមែនតើទៅលើការបរិញ្ញាបត្រឲ្យបងប្អូនយល់ពីការប្រើប្រាស់ហើយការចេះ maintenance ខ្លះតិចតួចអញ្ចឹងសម្រាប់ការ focus បងប្អូននេះគឺកន្លែង focus យើងគ្រាន់តែបទូខ្ចៅនឹងមកហើយយើងដាក់របស់ដែលថាកម្ពស់នឹងត្រូវអញ្ចឹងសម្រាប់ម៉ាស៊ីននេះគឺ8លីកម្ពស់ត្រូវរបស់វាអញ្ចឹងកម្ពស់ focus ហ្នឹងគឺមានកម្រិតប្រមាណលីតាមប្រភេទ lens ដែលយើងយកមកប្រើជាប្រភេទនេះគឺយើងប្រើ8លីគឺ focus ទៅទូចឆ្មាល់ស្អាតដូចម៉ាស៊ីនទូចអញ្ចឹងបងប្អូនគិតថាម៉ាស៊ីនខ្លះម៉ាស៊ីនធំគឺមុខធំតែម៉ាស៊ីននេះធំមែនតែមុខទូចអញ្ចឹងគឺវាកប់សេរីសម្រាប់ការប្រើប្រាស់ដូចជាកាត់กระดาษហើយកាលណាដែលមុខទូចហ្នឹងគឺល្អឥឡូវនេះខ្ញុំធ្វើការតេស្តកាត់ជាមួយនឹងអាកាលីក5លីអញ្ចឹង5លីនេះគឺយើងតេស្តនៅក្នុងល្បឿន12ហើយចំពោះភ្លើងវិញប្រើរហូតដល់ទៅ75%ភ្លើងមិនមែនតម្រូវថាបងប្អូនត្រូវទៅប្រើ100%ទេអញ្ចឹងជាទូទៅគេអត់ឲ្យដាក់ដល់100%ទេវាឆាប់ខូចអំពូលវាក្តៅខ្លាំងអញ្ចឹងយើងអាចប្រើនៅក្នុងកម្រិតរែងណាមួយ5 85ឬក៏65 40ហើយសំខាន់មួយទៀតគឺទៅលើល្បឿនឲ្យវា symmetry គ្នាការប្រើ laser អត់មានអីពិបាកទេនិយាយចំទៅគឺថាស្រួលតែម្ដងយើងចេញតែពី file ដូចជា AI Corel AutoCAD ប្រើបានទាំងអស់អញ្ចឹងអត់មានអីពិបាកអីច្រើនទេហើយការលំបាកមែនតែនទៅឲ្យតែយើងទៅជាចេះទៅយើង start ទៅរៀនប្រើទៅគឺវាធម្មតាហើយបងប្អូនហើយដូចខ្ញុំអ្នកលក់អញ្ចឹងខ្ញុំអ្នកតម្លើងទៀតខ្ញុំត្រូវចេះគ្រប់ម៉ាស៊ីនប៉ុន្តែអាប័ណ្ណពិសោធន៍ទៅពេលខ្លះយើងយកពីភ្ញៀវមកតែទេគាត់ណែនាំមកគាត់ប្រាប់មកយើងទៅសំខាន់ជាងគេគឺពេលដែលយើងខ្វះខាតចំណុចណាយើងទទួលយកចំណុចហ្នឹងទៅយើងដឹងរឿងច្រើនហើយខ្ញុំ open mind មកចំពោះបញ្ហាហើយយើងដោះស្រាយនៅបញ្ហាហ្នឹងទៅមានរឿងអីដែលតាក់ទងនឹងម៉ាស៊ីនហ្នឹងអញ្ចឹងវាអត់ពិបាកទេសំខាន់ជាងគេយើងទទួលយកថាកម្រិតគុណភាពរបស់យើងក៏វានៅមានកម្រិតដែរអញ្ចឹងយើងមិនមែនដូចគេមានឧបករណ៍គ្រប់គ្រាន់ពីក្រៅមកគេថាមានអស់ហើយហ្នឹងអញ្ចឹងមានអីពិបាកគេធ្វើសុទ្ធតែម៉ាស៊ីនទាំងអស់តែយើងធ្វើដោយដៃច្រើនអញ្ចឹងគេថានៅពាក្យថា DIY ហ្នឹងគឺវាសំខាន់ណាគឺយើងធ្វើវាដោយខ្លួនឯង DIY កັບសេរីអញ្ចឹងឥឡូវយើងធ្វើការតេស្តទៅលើ3លីមួយទៀតបងប្អូន3លីនិយាយចំបើថា5លីហ្នឹងស៊ីផុយ3លីហ្នឹងវាអត់មានអីចម្លែកទេហើយចាំវីដេអូក្រោយៗទៀតខ្ញុំនឹងផុសកាត់10លី
ចាំអញ្ចឹង complete ចុច like តាមដានទាំងអស់គ្នាថាតើម៉ាស៊ីន DIY របស់យើងហ្នឹងកាត់10លីហ្នឹងវាមិនដែរស្អាតអត់ចាំមើលហើយម៉ាស៊ីននេះបើបងប្អូនចង់បានក៏អត់បានដែរព្រោះនេះគឺជាម៉ាស៊ីនរបស់ភ្ញៀវទេអញ្ចឹងមិនយូរទេគាត់យកទៅហើយអញ្ចឹងអត់មានអីនៅយូរទេអញ្ចឹងម៉ាស៊ីនដែលយើងតម្លើងគឺភាគច្រើនទៅសិតតែរបស់ភ្ញៀវអត់មានរបស់ខ្លួនឯងអត់មានធ្វើតុកទេអញ្ចឹងវាទៅតាមតម្រូវការដែរបងប្អូនត្រូវការយើងតម្លើងអញ្ចឹងទៅអញ្ចឹងគឺថាអត់មានស្រាប់ទេមានតម្រូវការកំងទុកមុនណាបងប្អូនគឺកប់សេរីអីចានេះថា3លីវាអត់មានអីទេអញ្ចឹងវាថាចាំមើលតិចទៀតយើងចូលទៅកាន់10លីតែម្ដងហើយការពីមុនបើយើងធៀបម៉ាស៊ីនស្រាប់គេຂະຫນາດ 1.3 90អានេះ 1.2 1.2 អរគុណច្រើនបងប្អូនសម្រាប់តាមដានវីដេអូនេះដល់ចប់ហើយកុំភ្លេចចុច like ម្នាក់មួយពេញចិត្តកុំភ្លេច share ទៅកាន់អ្នកដែលចង់បានផងអញ្ចឹងអរគុណច្រើននេះគឺជាផលិតផលក្នុងស្រុករបស់យើងបាយបាយ